នៅទីបំផុតធឿនធីរ៉ាអ្នកលេងកែងពីខេតគុណខ្មែររបស់យើងវិលមកវិញហើយបងប្អូនក្រោយបាត់មុខឡើងសង្វៀនយូរគណៈការប្រកួតដែលនៅធ្វើឡើងនៅថ្ងៃទីបើយើងនិយាយអំពីកីឡាករធឿនធីរ៉ាអ្នកលេងកែងពីខេតគុណខ្មែររបស់យើងជាការប៉ុណ្ណាបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរពិតជាបានស្គាល់គាត់ច្បាស់ហើយតាមរយៈដែលគាត់បានផ្សព្វផ្សាយធ្វើឲ្យវិស័យក្បាច់គុណខ្មែររបស់យើងនឹងគឺមានគេឈ្មោះល្បីល្បាញទាំងឆាកជាតិនិងឆាកអន្តរជាតិហើយទន្ទឹមនឹងនេះតើតើជាមួយនឹងធឿនធីរ៉ាយើងឃើញថាមួយរយៈចុងក្រោយមកនេះគាត់បាត់មុខនៅក្នុងការដែលឡើងសង្វៀននឹងអស់រយៈពេលជាច្រើនខែដោយសារតែមូលហេតុការប្រកួតរបស់គាត់ហាក់បីដូចជាធ្វើមិនសូវជាបានល្អអញ្ចឹងធឿនធីរ៉ាគាត់ក៏បានបញ្ជាក់ដែរក្នុងលក្ខខណ្ឌការត្រៀមខ្លួនមិនបានល្អការវឹកហាត់អីផ្សេងមិនគ្រប់គ្រាន់គាត់មិនទទួលការប្រកួតនោះទេបងប្អូនអញ្ចឹងបាត់មុខសូន្យតែម្ដងរយៈពេលប្រហែលខែមកនេះហើយអ្វីដែលធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាករធឿនធីរ៉ាហាក់បីដូចជាធ្លាក់ចុះលែងសូវទទួលបានការគ្រប់គ្រងពីសំណាក់ fan អ្នកគ្រប់គ្រងនោះគឺដោយសារតែការប្រកួតចុងក្រោយរបស់គាត់ប្រហែលប្រកួតគឺគាត់ធ្វើអត់បានល្អទេបងប្អូនជាពិសេសការលេងបែបលក្ខណៈ 8 man គាត់បានធ្លាក់នៅត្រឹមជុំ2បងប្អូនចំពោះការប្រកួតដណ្ដើមកំប៉ុងមាសនឹងឯងអញ្ចឹងធឿនធីរ៉ាយើងសង្ឃឹមថាការវិលមកកាន់សង្វៀនវិញសារជាថ្មីរូបគាត់នឹងអាចកសាង credit ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញទៅចុះហើយទន្ទឹមនឹងនេះផងដែរចំពោះការរៀបចំទៀតសោតគឺនៅក្នុងព្រឹត្តិការណ៍ធំតែម្ដងបងប្អូននោះគឺ Gainsborough Golden Boy វគ្គ2ឆ្នាំ2026ពីខាងស្ថានីយទូរទស្សន៍ Town ដែលបានសហការជាមួយនឹងខាង Srabi Gainsborough ក្នុងន័យលើកស្ទួយអភិវឌ្ឍវិស័យក្បាច់គុនខ្មែររបស់យើងឲ្យឈានឡើងដល់កម្រិតពិភពលោកអញ្ចឹងចំពោះតើតើជាមួយនឹងការបរិច្ឆេទនឹងធ្វើឡើងនៅថ្ងៃទី5ខែកក្កដាបងប្អូនអញ្ចឹងមិនយូរទេបងប្អូននៅប្រហែលត្រឹមតែ10ថ្ងៃទៀតតែប៉ុណ្ណោះហើយយ៉ាងណាជំវិញតើតើជាមួយនឹងបេក្ខភាពនៃកីឡាករដែលជាដៃគូប្រកួតរបស់កីឡាករធឿនធីរ៉ានឹងគឺមិនទាន់ត្រូវបានបង្ហាញមុខនោះទេអញ្ចឹងយើងចាំតាមដានជាបន្តទៀតចាំមើលថាតើនរណាគឺជាដៃគូរបស់ធឿនធីរ៉ាហើយតើតើជាមួយនឹងព្រឹត្តិការណ៍ Golden Boy នេះទៀតសោតបេក្ខភាពនៃកីឡាករគុនខ្មែររបស់យើងសរុបគឺ6រូបបងប្អូនដែលនៅក្នុងនោះធឿនធីរ៉ាទី1មើលមីឃាទី2អេអាំរៀនទី3ពេជ្រសម្បត្តិទី4បើសង្ឃឹមទី5និងទី6គឺគូរមៈច័ន្ទរាជអញ្ចឹងពួកគាត់ទាំង6រូបគឺតំណាងឲ្យកីឡាករគុនខ្មែររបស់យើងសម្រាប់ការប្រកួតដណ្ដើមពាន Golden Boy ប្រចាំឆ្នាំ2026ហើយយ៉ាងណាយើងចាំតាមដានជាបន្តបន្ទាប់ចំពោះបេក្ខភាពនៃសមាជិកកីឡាករបរទេសដែលត្រូវចូលលេងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះអញ្ចឹងកុំភ្លេចបងប្អូននៅជំនាខាងវែងស្រេងចិត្តផ្សារ K-Mall សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ Golden Boy វគ្គ2ឆ្នាំ2026